ในថ្ងៃទី28ខែសីហាឆ្នាំ2026នេះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចុះហត្ថលេខានៅក្រឹត្យមួយដើម្បីបដូរឈ្មោះបឹង Ontario ដែលជាបឹងធំមួយក្នុងចំណោមបឹងធំទាំង5ទៅជាបឹងអាមេរិកដែលបឹងនេះស្ថិតនៅក្នុងបណ្ដោយព្រំដែនរវាងសហរដ្ឋអាមេរិកនិងកាណាដាហើយបឹងនេះស្ថិតនៅជាប់ខេត្ត Ontario របស់ប្រទេសកាណាដាការធ្វើបែបនេះរបស់ប្រធានាធិបតី Donald Trump ស្របពេលដែលភាពតានតឹងផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកំពុងតែប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងក្រោយសហរដ្ឋអាមេរិកបង្កើនដាក់ពន្ធខ្ពស់លើទំនិញរបស់ប្រទេសកាណាដាលោក Trump បានបន្តថាបឹង Ontario នឹងក្លាយទៅជាបឹងសហរដ្ឋអាមេរិកហើយក្រសួងមហាផ្ទៃសហរដ្ឋអាមេរិកនឹងធ្វើបច្ចុប្បន្នភាពការហៅឈ្មោះបឹងនេះនៅក្នុងប្រព័ន្ធផ្លូវការសម្រាប់កំណត់ទីតាំងភូមិសាស្ត្រឲ្យបានត្រឹមរយៈពេល30ថ្ងៃហើយធានាថាស្ថាប័នរបស់រដ្ឋាភិបាលសហព័ន្ធនឹងហៅបឹងនេះថាបឹងអាមេរិកលោក Trump បានបញ្ជាក់ថាប្រទេសកាណាដាបានទាញយកអត្ថប្រយោជន៍ពីសហរដ្ឋអាមេរិកយូរមកហើយក្នុងបញ្ហាពាណិជ្ជកម្មនិងយោធាដោយសារតែសហរដ្ឋអាមេរិកទទួលបន្ទុកការពីប្រទេសកាណាដាដោយគ្មានការតបស្នងសងគុណឡើយលើពីនេះលោកប្រធានាធិបតី Donald Trump បានលើកឡើងទៀតថាឥឡូវនេះសហរដ្ឋអាមេរិកមានទាំងឈូងសមុទ្រអាមេរិកនិងបឹងអាមេរិកជំហានបន្ទាប់អាចជាការពិចារណាបដូរឈ្មោះមហាសមុទ្រអាត្លង់ទិកឬ Pacific ក៏អាចថាបានយ៉ាងណាជុំវិញរឿងនេះមន្ត្រីកាណាដានិងជាមេដឹកនាំនៃរដ្ឋ Ontario បានបញ្ជាក់ថាបទបញ្ជានេះគ្រាន់តែជាវោហារសាស្ត្រនយោបាយរបស់លោក Trump ប៉ុណ្ណោះហើយសហរដ្ឋអាមេរិកមិនអាចបដូរឈ្មោះបឹងនេះឬចង់ធ្វើអ្វីតាមទំនើងចិត្តនោះទេលោកបន្តថាបឹង Ontario មានតាំងពីដើមមកមិនអាចកែប្រែវាឬបដូរឈ្មោះវាបានទេហើយក៏មិនត្រូវបានអនុវត្តលើដែនទឹកនិងផែនទីផ្លូវការរបស់ប្រទេសកាណាដានោះដែរលោកអះអាងថាបឹង Ontario គឺជាបឹងអន្តរជាតិដែលស្ថិតនៅក្រោមអធិបតេយ្យភាពរួមគ្នារវាងសហរដ្ឋអាមេរិកនិងកាណាដាដោយអនុលោមតាមសន្ធិសញ្ញាអន្តរជាតិដូច្នេះលោកអះអាងថាប្រធានាធិបតីសហរដ្ឋអាមេរិកគ្មានសិទ្ធិអំណាចជាឯកតោភាគីក្នុងការបដូរឈ្មោះឬកែប្រែស្ថានភាពច្បាប់នៃបឹងដែលជាប់ព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ An appropriate job.